សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពូភានីទៀនរឿងខ្មោចក្នុងបន្ទប់ទឹករឿងនេះបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុនកាលលោកភ្លុងបានទៅទស្សនកិច្ចសិក្សានៅឯកោពេកក្រុមការងារបានជួលផ្ទះសំណាក់មួយនៅក្បែរផ្សារធំថ្មីនៅនោះក្រុមការងារបានរៀបចំបែងចែកបន្ទប់មួយយប់$20ហើយត្រូវដេកចំនួន0 3យប់ប៉ុន្តែដើម្បីចំណេញក្នុងមួយបន្ទប់មានអាចបាន4នាក់ដើម្បីអាចសល់លុយខ្លះមកផ្ទះវិញនៅថ្ងៃទី1ក្រុមការងារបាននាំគ្នាទៅមើលកន្លែងរៀបចំមហោស្រពនៅឯកោះពេជ្រនៅអគារ GA នៅទីនោះពិតជាធំណាស់ធម្មតាយើងជាអ្នកស្រុកស្រែមិនដែលធ្លាប់ទៅទីក្រុងនិយាយដោយត្រង់មានអារម្មណ៍ថាដោយស្វាចូលទីក្រុងចឹងនៅមិនស្គៀមសោះមើលលិចមើលកើតសឹងតែធ្វើឲ្យអ្នកគ្រប់គ្នានៅភ្នំពេញយល់ថាអ្នកស្រែមិនដែលចូលក្រុងចឹងឯងប៉ុន្តែអ្នកស្រែសម័យនេះមិនមែនដូចមុនទេស៊ីវិល័យជាងអ្នកក្រុងទៀតនោះមកដល់កន្លែងមហោស្រពខ្ញុំជាប្រធានក្រុងដូច្នេះខ្ញុំត្រូវទៅរៀបចំមុនបន្ទាប់ពីបានរៀបចំរួចក៏នាំគ្នាទៅផ្សារ Eon Mall 1គ្រាន់តែឃើញផ្សារមានអារម្មណ៍ថាចង់វិលមកធំនោះធំចង់ធំជាងសាលាខេត្តឯនេះទៅហើយខ្ញុំក៏ដែរចូលនៅក្នុងសុទ្ធតែកញ្ចក់មើលឃើញគ្នាពេលឡើងចណ្ដាលយន្តម្នាក់ខ្លាចណាស់សុទ្ធតែលោតឡើងលើកម្មចណ្ដាធ្វើឲ្យគេលាន់មាត់សោចគ្រប់គ្នានៅទីនោះអីវ៉ាន់ថ្លៃណាស់គ្រាន់តែខ្សែក្រវ៉ាត់មួយជាង$10យីនៅឯភូមិមួយតែ5000ពេកបានស្រេចហាអ្នកស្រែគិតអញ្ចឹងហ្មងអីមិនយូរប៉ុន្មានគីមក៏ក្រឡេកឃើញនារីម្នាក់ដែលកំពុងតែលក់អីវ៉ាន់វ៉ាវខ្ចីញញស្អាតម្លេះព្រះអើយសក់ក៏វែងប៊ីសលងទៅហើយនៅពេលដើរទៅជិតទើបដឹងថាតាមពិតមិត្តរួមថ្នាក់ឯងសោះយ៉ាប់ណាស់ឃើញគេស្អាតមិនបានតោះកុំនិយាយយូរពេកកុំឲ្យមិត្តអ្នកអានឲ្យថាអានម៉ៃឲ្យឃើញនិយាយពីរឿងឯណាណាឆ្គួយតោះនៅពេលដែលខ្ញុំត្រឡប់មកមើលកន្លែងធ្វើមហោស្រពវិញខ្ញុំក៏មានអារម្មណ៍ថាឈឺបត់ជើងតូចខ្ញុំក៏ដើរទៅបន្ទប់ទឹកស្រាប់តែឈឺបត់ជើងធំវិញស៊ូម៉ងអាពុះហ្នឹងពេលដែលចូលទៅបង្គន់ចង្រៃអីទ្វារបិទទាំងអស់ខ្ញុំគិតថាប្រហែលជាមានអ្នកចូលអស់ហើយខ្ញុំក៏ឈរទ្រាំចាំបន្តិចប្រហែលមួយសន្ទុះក្រោយមកក៏ទ្រាំមិនបានក៏ដាច់ចិត្តគក់ទ្វារតែគ្មានអ្នកឆ្លៃខ្ញុំក៏សម្រេចចិត្តរុញទ្វារហើយចូលទៅគឺថាអត់មានមនុស្សផងស៊ូងម្លេះឯងឈឺពុះចង់ក្តៀនហើយក្រោយពីបានលាចាក់រោគាហើយខ្ញុំបំរុងនឹងចេញពីបន្ទប់ស្រាប់តែឮសំឡេងមនុស្សពីរនាក់កំពុងតែជជែកគ្នាថាហែងត្រូវចាំណាហែងមិនត្រូវយករឿងនេះប្រាប់អ្នកណាឲ្យបានដឹងទេបើមិនចឹងទេហែងងាប់អញប្រាប់ស្អីហែងមើលតែឯងនឹងល្ងងទៅដើរនិយាយប្រាប់គេនោះកុំឲ្យតែឯងដឹងថាមានព័ត៌មានលេចលឺចេញពីឯងគុំថាឯងមិនបានប្រាប់ស្រាប់តែមានលឺសំឡេងទូរស័ព្ទបុរសនោះនិយាយទូរស័ព្ទហើយក៏ស្រាប់តែលឺសំឡេងស្រែកអូយក្រែងអញប្រាប់ថាអញមិននិយាយទេមិនក៏ឯងមកសម្លាប់អញទៀតមានតែខ្មោចទៀតដែលវាមិនអាចនិយាយបានបន្ទាប់មកនៅក្បែរបន្ទប់ខ្ញុំលឺសំឡេងបើកទ្វារនិងបិទទៅវិញក្រោយស្ងាត់ខ្ញុំក៏លឹបចេញមកក្រៅហើយអើតទៅមើលបន្ទប់ដែលនៅជិតនោះពេលបើកទ្វារទៅស្រាប់តែគ្មានអ្វីសោះខ្ញុំគិតថាចុះមនុស្សកាប់ចាក់គ្នាអំបញ្ញមិញនោះទៅណាបាត់ហើយខ្ញុំក៏ដើររកមើលគ្រប់សពកន្លែងនៅតែមិនឃើញខ្ញុំក៏សម្រេចចិត្តត្រឡប់ទៅផ្ទះសំណាក់វិញខណៈពេលដែលកំពុងតែជិះចណ្ដារយន្តឡើងទៅជាន់ទី3ខ្ញុំនៅក្នុងចណ្ដារយន្តមានមនុស្សព្រមម្នាក់មុខឡើងស្លេកស្លាំងជីកមួយខ្ញុំក៏សួរគាត់ថាបងឈឺក៏អីមុខក៏ស្លេកស្លាំងម្ល៉េះបងមិនអីទេប្រហែលជារងាខ្លាំងពេកហើយមួយទៅយីរងាស្អីខ្ញុំក៏ដៅចង់ងាប់ឯងហ្នឹងពេលដែលចណ្ដារយន្តបើកខ្ញុំចង់ភ្ញាក់ព្រោះជប់នឹងអោនងាប់ជាក្រុមការងារហើយនិយាយឲ្យត្រង់ទៅគឺលួចស្រឡាញ់គាត់ម្ដងដែរព្រោះស្និទ្ធស្នាលគ្នាគ្រប់ពេលចុះបងឯងមកម្នាក់ឯងទេអីយីម្នាក់ឯងណាមិនគេពីរនាក់ក្នុងនេះតាខ្ញុំងាកទៅមើលស្រាប់តែបាត់មនុស្សអស់រលីងខ្ញុំក៏មិននិយាយអ្វីទៀតក៏ឡើងទៅសម្រាកនៅឯផ្ទះរហូតដល់ម៉ោងជាង8យប់ទើបមានក្រុមការងារ3នាក់ទៀតមកសម្រាកដែរខណៈពេលអ្នកទាំងអស់គ្នាដេកលក់ហើយម៉ោងប្រមាណជា7:12ខ្ញុំក៏ឈឺបត់ជើងតូចក៏ងើបទៅបន្ទប់គឹកស្រាប់តែឮសូរសំឡេងមនុស្សមុជទឹកទៅវិញខ្ញុំក៏ឆ្ងល់ថាតើនរណាគេមុជទឹកទាំងកណ្ដាលអធ្រាត្របែបហ្នឹងខ្ញុំងាកមើលអ្នកដេកលើគ្រែឃើញថាគ្រប់ហើយខ្ញុំក៏ដាស់ម្នាក់រាងសិតងើបឡើងមានឮសំឡេងមនុស្សមុជទឹកទេឮតាបងចូលនរណាគេមុជទឹកអីទាំងកណ្ដាលអាយប់អញ្ចឹងបងមិនដឹងទេគ្នាយិននៅគ្រប់តាខ្ញុំក៏ដាស់គ្រប់គ្នាឲ្យភ្ញាក់រួចក៏បើកភ្លើងហើយក៏បើកទ្វារបន្ទប់ទឹកស្រាប់តែពុំមានអ្វីទេឃើញតែក្បាលផ្កាឈូកបើកទឹកចោលខ្ញុំក៏ទឹកបាត់ហើយប្រុងបិទទ្វារស្រាប់តែក្បាលផ្កាឈូកបើកមកវិញ
ខ្ញុំក៏ប្រើឲ្យសិតទៅបិទម្ដងស្រាប់តែពេលដែលសិតដាល់ចូលទៅក្បាលផ្កាឈូកឈប់ហូរទឹកប៉ុន្តែបង្គន់បែរជាជុចទឹកចេញដោយខ្លួនឯងគ្រប់គ្នាភ័យណាស់ក៏រត់ទៅរកទូរស័ព្ទប្រាប់អ្នកដឹកនាំក្រុមតែទូរស័ព្ទអ្នកមិនចេញបាត់សេវាអស់រលីងខ្ញុំក៏រត់ទៅចុចទូរស័ព្ទផ្ទះសំណាក់ស្រាប់តែមានដៃមួយយ៉ាងត្រជាក់បានចាប់ដៃរបស់ខ្ញុំស្ទើរគាំងព្រោះមានត្រឹមតែកំភុនដៃប៉ុណ្ណឹងអ្វីផ្សេងពុំឃើញទេក្មេងៗក៏គាំងស្រឡាំងកាំងដាវីនក្មេងជាងគេក៏ស្រែកឈរឡៅឡើងហើយក៏សន្លប់បាត់ស្មារតីពេលនោះខ្ញុំក៏ប្រឹងបេះដៃនោះចេញតែមិនចេញខ្ញុំក៏ទាញកន្សែងក៏រុំដៃនោះរួចរត់មកជួយដាវីននឹងបានបើកទ្វារចេញតែមិនរបើកខ្ញុំក៏គូទ្វារខ្លាំងរហូតដល់មានអ្នកនៅជាប់នឹងបានលឺនឹងជួយហៅម្ចាស់ផ្ទះយកសោមកចាក់ទើបមេដឹកនាំក្រុមបានមកដល់សួររួចគ្រប់ហេតុការណ៍ដែលកើតឡើងខ្ញុំស្រាយកន្សែងចិនរួចបង្ហាញដៃដែលចាប់ខ្ញុំនោះនៅជាប់លឡើយទេគ្រប់គ្នាស្ទើរតែមិនជឿនឹងភ្នែកទេក្នុងនោះមានបងស្រីម្នាក់ចាស់ទុំជាងគេក៏បានឧបកិច្ចសូមឲ្យម្ចាស់ដៃចាក់ចេញទៅសន្យាថានឹងធ្វើបុណ្យឲ្យក្រោយមកដៃនោះក៏រលាយបាត់ទៅពេលដែលខ្ញុំត្រឡប់មកវិញក៏នាំគ្នាទៅស្រោចទឹកចេញនឹងបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃបង្សុកជូនដល់វិញ្ញាណក្ខន្ធទាំងឡាយ